ចឹង technique សំខាន់នៅក្នុងការប្រកាសពន្ធនេះបងប្អូនងាយមែនតើអត់ប្រើ localize book ក៏អាចប្រើ simplify បានដែរហើយយើងមាន3 function សំខាន់ក្នុងនោះមាន purchase sale ហើយនិង salary អញ្ចឹងខ្ញុំប្រកាស purchase មុនអញ្ចឹង purchase នេះបងប្អូនថាអីចុះ backdate អញ្ចឹងយើងធ្វើមក type in ដងមួយអត់ទេ localize មួយណាក៏មានបាច់ function ដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាច upload file ដោយ file ហ្នឹងបងប្អូនគ្រាន់តែធ្វើការរៀបចំវាឲ្យហើយមកណារៀបចំវាឲ្យហើយអញ្ចឹងទៅដើម្បីយើងលឿននៅពេលដែលយើងយកមក upload គឺលឿនមែនតើខ្ញុំយក cat 3អញ្ចឹងមានអ្នកខ្លះទៀតគាត់ថាចុះបើច្រើន transaction អូខេចាំប្រហែល100ប្រហែល1000ក៏បានដែរអត់បញ្ហាទេឲ្យតែបងប្អូនរៀបវាត្រូវតាម supplier ហ្នឹងមកហើយ so summary នេះគឺដើម្បីបញ្ជាក់ថាទឹកប្រាក់ហ្នឹងត្រឹមត្រូវដែរអត់ការ claim បាត់ input អីត្រឹមត្រូវអត់អញ្ចឹងណាបងប្អូនអាចផ្ទៀងមកទាំងប្រាក់ដុល្លារទាំងប្រាក់រៀលត្រឹមត្រូវហើយយក save and close អញ្ចឹងធ្វើដូចគ្នាដែរ sale ក៏ដូចគ្នាដែរបងប្អូនមកឲ្យ browse file ដើម្បី upload file ដែលយើងបានរៀបចំទុកហ្នឹងគឺវាជួយយើងបានលឿនច្រើនហើយកាត់បន្ថយការខុសនឹងបាននិយាយទៅបានច្រើនហ្មងណាហើយប្រាក់បៀវត្សនេះបងប្អូនអាចរៀប file ដើម្បី upload ក៏បានហើយបើអត់ទេមានទិន្នន័យខែចាស់ទាញពីខែចាស់ហ្នឹងមកដូចខ្ញុំមិញនេះនេះខ្ញុំ get ខែមុនខ្ញុំអត់បានដាក់អញ្ចឹងខ្ញុំអាច upload អញ្ចឹងប្រាក់បៀវត្សបងប្អូនអាច upload ហ្នឹងរៀប template ដូចគ្នាគឺវានឹងបង្ហាញចង់បុគ្គលិកប្រហែលអ្នកក៏